ថ្ងៃនេះយើងមកឆាមីគីឡូតែម្ដងជាមួយនឹងស្ពៃក្តោបមកគ្រាន់តែឃើញនឹងថាទំនងមែនតែនគួរឲ្យចង់ញ៉ាំមើលទៅរោយស្លឹកខ្ទឹមស្លឹកអីពីលើមករឹតតែទំនងគ្រឿងផ្សំនឹងក៏ងាយទៀតយើងមានតែមីគីឡូប៉ុណ្ណេះមកហើយជាមួយនឹងសាច់ជ្រូក3ជាន់ចិញ្ច្រាំជាមួយនឹងស្ពៃក្តោប1គុំហើយនឹងគ្រឿងសម្រាប់ប្រឡាក់ជាមួយនឹងមីគីឡូរបស់យើងគឺមានម្សៅស៊ុបមានដូចជាប្រេងខ្យងជាមួយនឹងស្ករសហើយយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមនៅពេលដែលយើងធ្វើហើយបែបនេះមករឹតតែចូលជាតិជាដំបូងគឺយើងយកមីមកលាយជាមួយនឹងគ្រឿងសិនមីគីឡូនេះគឺយើងលាយជាមួយនឹងម្សៅស៊ុបយើងដាក់ម្សៅស៊ុបយើងរោយវាចឹងមកកុំដាក់ម្ដុំកាលណាតែដាក់ម្ដុំវាអាចចូលជាតិអត់សព្វទេវានៅតែដុំណាប្រៃឬក៏ដុំណាផ្អែមអីគឺនៅតែម្ដុំបន្ទាប់ពីយើងដាក់ម្សៅស៊ុបហើយយើងបន្ថែមជាមួយនឹងស្ករសនេះយើងដាក់មកល្មមទៅបន្ទាប់មកយើងបន្ថែមជាមួយនឹងប្រេងខ្យងបើសិនជាប្រេងខ្យងនឹងរាងសាបទេយើងដាក់ប៉ុណ្្នឹងគឺល្មមតែបើរាងប្រៃយើងដាក់បន្ថយជាងនឹងទៅបន្ទាប់ពីយើងដាក់គ្រឿងចូលទៅអស់ហើយយើងចាប់ផ្ដើមច្បល់មីជាមួយនឹងគ្រឿងឲ្យចូលជាតិរលាយសព្វល្អសិនហើយយើងទុកប្រហែលជា10នាទីដើម្បីឲ្យវាចូលជាតិបានល្អយើងច្បល់ឲ្យសព្វហើយទុកបន្ទាប់ពីនោះមកគឺយើងចាប់ផ្ដើមមកចិញ្ច្រាំខ្ទឹមសដើម្បីទុកឆាមីយើងចិញ្ច្រាំឲ្យម៉ត់ចេះមកហើយយើងចាប់ផ្ដើមហាន់ស្លឹកខ្ទឹមទុករោយពីលើមីដើម្បីឲ្យមានសោភ័ណភាពហើយបានក្លិនឈ្ងុយក្លិនអីបន្ថែមទៀតបន្ទាប់ពីនោះមកយើងចាប់ផ្ដើមហាន់ស្ពៃក្តោបនេះយើងហាន់ជាចំណិតមិនល្មមមិនឲ្យស្ដើងពេកទេកាលណាតែពេលស្ដើងពេកពេលយើងឆាទៅវាឆ្អិនទៅវាទៅជាទន់ហើយមិនឃើញរទេះតូចអញ្ចឹងយើងហាន់មិនល្មមនៅពេលដែលឆ្អិនទៅយើងឃើញបន្លែបានខ្លះយើងហាន់ស្ពៃក្តោបហាន់អីនេះហើយយើងចាប់ផ្ដើមយកស្ពៃក្តោបយកអីទៅលាងទឹករួចយើងទុកឲ្យស្រស់ទឹកតិចមកបន្ទាប់មកយើងចាប់ផ្ដើមដាក់ឆាយើងដាក់ខ្ទះដាក់ខ្លាញ់ហើយបន្ទាប់ពីនោះមកគឺយើងចាប់ផ្ដើមដាក់ខ្ទឹមសដើម្បីបំពងឲ្យវាឡើងជើងអង្ក្រងឡើងពណ៌រាងចេះមកគឺយើងចាប់ផ្ដើមដាក់សាច់ជ្រូកនេះគឺយើងទិញស្រាប់មកហើយយើងយកមកលាងទឹកគេចិញ្ច្រាំសាច់ហើយយើងយកមកលាងទឹកលាងអីឲ្យស្អាតទើបយើងចាប់ផ្ដើមដាក់ឆានៅពេលដែលយើងឆាសាច់ទៅវាឆ្អិនហើយទើបយើងថែមគ្រឿងមានដូចជាអំបិលប៊ីចេងហើយនិងស្ករសយើងដាក់តែប៉ុណ្ណេះមកយើងឆាឲ្យវាចូលជាតិជាមួយសាច់ជាមួយអីមកគឺរួចជាស្រេចក្រោយមកទៀតគឺយើងចាប់ផ្ដើមដាក់បន្លែចូលបន្លែដែលយើងបានលាងទឹកលាងអីស្អាតអីហើយគឺស្ពៃក្តោបបន្ទាប់មកយើងឆាវាចុះឡើងដើម្បីឲ្យស្ពៃក្តោបឆ្អិនល្អគឺយើងត្រូវដាក់បន្លែមុនកាលណាតែយើងដាក់សាច់មីចូលមុនគឺវាបែកបាល់ពេញហ្នឹងហើយអញ្ចឹងយើងឆាបន្លែឲ្យឆ្អិនហើយទើបយើងដាក់មីចូលមីគីឡូនេះថាជិត1គីឡូបន្លែជិត1គីឡូដែរមកថាទៅបានមួយផ្ទះធំតែម្ដងហើយយើងកូរច្បល់ឲ្យមីនឹងចូលជាតិជាមួយគ្រឿងជាមួយបន្លែឲ្យសព្វចឹងទៅនាងខ្ញុំសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page របស់នាងខ្ញុំផងឈ្មោះអ៊ុំចាន់ណេតក៏ដូចជា Facebook TikTok និង YouTube អរគុណទុកជាមុនហើយនៅពេលដែលយើងឆាមីច្បល់សព្វឆ្អិនអស់ហើយនេះយើងចាប់ផ្ដើមមកដួសមីដាក់ចានគ្រាន់តែឃើញនឹងថាទំនងមែនតើឡើងតែគួរឲ្យចង់ញ៉ាំតែម្ដងបន្ថែមជាមួយស្លឹកខ្ទឹមចេះមករឹតតែឈ្ងុយទៀតថាមើលពីជ្រុងណាក៏គួរឲ្យញ៉ាំមែនតើមានបន្លែជាមួយនឹងមីជាមួយនឹងអីមកបើយើងចង់បន្ថែមជាមួយទឹកម្ទេសឬក៏ទឹកអឺទឹកត្រីក៏កងអីទីងទួចអីក៏បានដែររឹតតែត្រូវជាតិជាមួយមែនទែនតែគ្រាន់តែឃើញហ្នឹងថាញ៉ាំតែមីសុទ្ធក៏បានបាច់បាយក៏បានញ៉ាំតែមីឆាអញ្ចឹងមកគឺរួចជាស្រេចអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា